សួស្តីអ្នកទាំងអស់គ្នាទោះបីជាអ្នកនៅទីណាក៏ដោយខ្ញុំពិតជាមានកិត្តិយសណាស់ដែលបានមកឈរនៅទីនេះចំពោះមុខអ្នករាល់គ្នាដែលជាអ្នកមានក្តីស្រមៃនិងជាអ្នកដែលជឿជាក់លើការធ្វើសកម្មភាពថ្ងៃនេះខ្ញុំចង់និយាយអំពីអ្វីមួយដែលអាចផ្លាស់ប្ដូរជីវិតរបស់អ្នកជារៀងរហូតនោះគឺការចំណាយពេលដើម្បីអភិវឌ្ឍខ្លួនឯងឲ្យកាន់តែប្រសើរឡើងការពិតគឺជីវិតនឹងកាន់តែប្រសើរឡើងនៅពេលដែលអ្នកក្លាយជាមនុស្សដែលប្រសើរជាងមុន1អ្នកគឺជាទ្រព្យសម្បត្តិដែលមានតម្លៃបំផុតសូមស្រមៃថាអ្នកឆ្នេះឆ្នោតកំណាប់$10 លានតើអ្នករំភើបទេប៉ុន្តែមានអ្វីមួយដែលមានតម្លៃជាងសន្លឹកឆ្នោតនោះទៅទៀតនោះគឺរូបអ្នកគឺជាទ្រព្យសម្បត្តិដែលមានតម្លៃបំផុតក្នុងជីវិតរបស់អ្នកមិនមែនផ្ទះឡានឬគណនីធនាគារឡើយយើងច្រើនតែវិនិយោគលើភាគហ៊ុនឬអាជីវកម្មប៉ុន្តែយើងបែរជាភ្លេចវិនិយោគលើខ្លួនឯងទៅវិញ2អត្ថកម្បាំងនៃពេលវេលារៀងរាល់ថ្ងៃជីវិតផ្ដល់ឲ្យអ្នកនៅពេលវេលា 89,400 វិនាទីបើអ្នកមិនប្រើវាឲ្យមានតម្លៃទេវានឹងបាត់បង់ជារៀងរហូតតើអ្នកចំណាយពេលប៉ុន្មានវិនាទីដើម្បីអូសមើលបណ្ដាញសង្គមឬខ្វល់ខ្វាយពីរឿងដែលមិនបានការពេលវេលាមិនរងចាំលេសរបស់អ្នកឡើយ3ផ្លាស់ប្ដូរផ្នត់គំនិតប្រៀបដូចជាវ៉ែនតាអញ្ចឹងបើវ៉ែនតាស្រអោបដោយភាពអវិជ្ជមាននិងភ័យខ្លាចនោះអ្វីៗដែលអ្នកឃើញនឹងខុសប្រក្រតីប៉ុន្តែបើអ្នកសម្អាតវាដោយភាពវិជ្ជមានពិភពលោកនឹងក្លាយជាកន្លែងដែលពោពេញដោយឱកាសកុំសួរថាខ្ញុំធ្វើមិនបានទេប៉ុន្តែត្រូវសួរថាតើធ្វើដូចម្ដេចដើម្បីឲ្យខ្ញុំអាចធ្វើវាបាន4ការរៀនសូត្រពេញជីវិតកុំយប់រៀនសូត្រមនុស្សដូចជា Elon Musk មិនមែនចេះធ្វើរ៉ុកែតតាំងពីដើមឡើយទេគាត់រៀនសូត្រដោយខ្លួនឯងការរៀនសូត្រមិនចាំបាច់ធ្វើរឿងធំដុំភ្លាមឡើយគ្រាន់តែអានសៀវភៅ10ទំព័រក្នុងមួយថ្ងៃឬស្ដាប់មេរៀនតាម podcast ពេលធ្វើដំណើរក៏ជាការរីកចម្រើនដែរ5ថាមពលនៃទម្លាប់ល្អប្រៀបដូចជាការផ្ញើប្រាក់យកការប្រាក់អញ្ចឹងវាបង្កើតលទ្ធផលដ៏អស្ចារ្យនៃពេលយូរទៅកុំព្យាយាមផ្លាស់ប្ដូរជីវិតទាំងមូលក្នុងមួយយប់ចង់មានសុខភាពល្អចាប់ផ្ដើមអាវ៉ង់ push up 10 ដងក្នុងមួយថ្ងៃចង់សន្សំលុយចាប់ផ្ដើមសន្សំ$1ក្នុងមួយថ្ងៃអ្វីដែលសំខាន់គឺការរីកចម្រើនមិនមែនភាពឥតខ្ចោះឡើយ6កុំខ្លាចការបរាជ័យមិនមែនជាទីបញ្ចប់ទេតែវាគឺជាគ្រូបង្រៀនលោក Edison បរាជ័យជាង 10,000 ដងទើបបង្កើតអំពូលភ្លើងបានបើអ្នកបរាជ័យចូលរៀនសើចចំអោឲ្យវាហើយបន្តដំណើរទៅមុខទៀត7មជ្ឈដ្ឋានជុំវិញខ្លួនអ្នកគឺជាមធ្យមភាគនៃមនុស្ស5នាក់ដែលនៅក្បែរបំផុតបើអ្នកនៅក្បែរមនុស្សដែលពូប៉ែរអ៊ំអ្នកនឹងរអ៊ំតាមគេបើអ្នកនៅក្បែរមនុស្សដែលមានមហិច្ឆតានិងវិជ្ជមានអ្នកនឹងរីកចម្រើនដូចពួកគេ8សេចក្តីសុខនៃការចែករំលែកផ្លូវដែលឃ្លីបំផុតដើម្បីទទួលបានសេចក្តីសុខក្នុងជីវិតគឺការជួយអ្នកដទៃវិទ្យាសាស្ត្របានបង្ហាញថានៅពេលដែលយើងផ្ដល់ខួរក្បាលរបស់យើងនឹងបញ្ចេញសារធាតុដែលធ្វើឲ្យយើងមានសេចក្តីសុខនិងកាត់បន្ថយ stress ការចែករំលែកមិនមែនទាល់តែមានលុយច្រើនឡើយការផ្ដល់ពេលវេលាចំណេះដឹងឬសូម្បីតែស្នាមសញ្ញឹមក៏អាចផ្លាស់ប្ដូរជីវិតអ្នកដទៃបានដែរសេចក្តីសន្និំការអភិវឌ្ឍខ្លួនឯងមិនមែនជាគោលដៅចុងក្រោយទេតែវាគឺជាដំណើរជីវិតចូលចាប់ផ្ដើមពីជំហានតូចមួយនៅថ្ងៃនេះនៅពេលដែលអ្នកធ្វើឲ្យខ្លួនឯងប្រសើរឡើងអ្នកមិនត្រឹមតែផ្លាស់ប្ដូរជីវិតខ្លួនឯងទេប៉ុន្តែអ្នកកំពុងផ្លាស់ប្ដូរពិភពលោកទាំងមូលផងដែរសូមអរគុណទាំងអស់គ្នាសូមជោគជ័យទាំងអស់គ្នា